អ្នកដែលទៅឡើងកថ្មីថ្មីគ្មានការងារធ្វើអបសុកក្រឡុកអុកឡុកឪពុកម្ដាយទៀមទាចង់បានប្រពន្ធឪពុកម្ដាយគ្មានប្រាក់រៀបការឲ្យទេកើតការមួម៉ៅក្តៅក្រហាយអង្គុយសំកុកមិនស៊ីបាយផឹកទឹកអង្គុយភ្លឹកភ្លឹកឃើញលំបាកភ្នែកបែបនេះឪពុកម្ដាយខំលក់ស្រែគោក្របីដើម្បីយកលុយរៀបការឲ្យកូនកំឡោះនោះទៅក្រោយពីរៀបការរួចដោយសារកូនកំឡោះនោះគ្មានការងារធ្វើគ្មានប្រាក់ខែគ្មានប្រាក់ចំណូលឲ្យប្រពន្ធមានការលំបាកទទួលរ៉ាប់រងក្នុងជីវភាពគ្រួសារនាងបានប្រាប់នឹងណានឹមប្តីឲ្យខិតខំស្វែងរកការងារធ្វើប៉ុន្តែប្តីតែងតែរអ៊ូរទាំថាលំបាកណាស់ទាំងដែលមិនទៅក្រៅរកការងារធ្វើផងបញ្ហាលុយកាក់បានវាយលុកបុកម្នេញមកលើគ្រួសារនោះកើតមានភ្លើងបញ្ហាមិនចេះចប់មិនចេះហើយប្តីចៅម៉ាស៊ីននោះបានរត់ចោលប្រពន្ធទៅរអ៊ូត្អូញត្អែនៅផ្ទះឪពុកម្ដាយខ្លួនការពិតឪពុកម្ដាយបានដឹងអត្តចរិតលក្ខណៈរបស់កូនរួចជាស្រេចទៅហើយថាជាកូនដែលមានបញ្ហាមិនចេះចប់មិនចេះហើយតែគាត់ធ្វើជាសួរថាតើកូនមានអ្វីកើតឡើងទៀតហើយកូនមានបញ្ហាជាមួយប្រពន្ធមែនឬកូនប្រុសឆ្លើយថារឿងលុយកាក់តាំងពីរៀបការហើយមានបញ្ហារហូតកូនគួរឲ្យធុញថប់ណាស់តើពុកមានដឹងទេថាកន្លែងណាដែលអាចរស់នៅបានស្ងប់គ្មានបញ្ហាទេពុកឪពុកបាននាំកូនទៅកន្លែងដ៏ស្ងប់ស្ងាត់មួយគឺទីវាលកប់ខ្មោចហើយប្រាប់កូនថានៅទីនេះស្ងប់ស្ងាត់ល្អណាស់មនុស្សនៅទីនេះជាង 1000 នាក់កាលនៅរស់ពួកគេហាក់ដូចជាមានបញ្ហាមិនចេះចប់សោះដល់ពេលស្លាប់គឺមិនដែលរអ៊ូរទើមមួយម៉ាត់ថាគ្មាននរណាត្អូញត្អែអ្វីឡើយនេះជាទង្វើដែលឪពុកចង់ពិសោធន៍អាកូនអន់ចរិតរបស់គាត់ទង្វើនេះបានធ្វើឲ្យកូនប្រុសខឹងយ៉ាងខ្លាំងហើយប្រុងទៅសម្លាប់ខ្លួនឲ្យសមតាមបំណងឪពុកដែលនាំមកកន្លែងកប់ខ្មោចបែបនេះកូនប្រុសត្រឡប់ទៅវិញអង្គុយគិតអំពីវិធីសម្លាប់ខ្លួនគិតថាការនៅរស់គឺជារឿងលំបាកជីវិតរបស់គាត់អភ័ព្វណាស់កើតក្នុងគ្រួសារក្រីក្រមានឪពុកម្ដាយល្ងង់មានប្រពន្ធមាត់ច្រើនមានតែការស្លាប់ទៅទេទើបធ្វើឲ្យជីវិតប្រសើរមើលទៅខ្ញុំមិនអាចរស់បានទេត្រូវតែសម្លាប់ខ្លួនតើមានវិធីណាអាចឲ្យខ្ញុំងើបបានស្រួលទេទី1ចងកទេយកខ្សែមកចងរឹតកតម្រឹមតែដាច់ខ្យល់ស្លាប់ឈឺចាប់វេទនាណាស់ទេមិនហ៊ានទេទី2លេបថ្នាំសម្លាប់ខ្លួនពេលថ្នាំចូលទៅឈឺចាប់រលេះរលួយក្រពះពោះវៀនបែកពពុះមាត់ខំអណ្ដាតអូយវេទនាណាស់ទី3លោតទឹកសម្លាប់ខ្លួនប្រហែលស្រួលជាងវិធីខាងលើមើលទៅឲ្យទៅទឹកជ្រៅគឺអាចលេចដាច់ខ្យល់ស្លាប់ហើយបរោះនោះគិតថាមានតែវិធី3នេះទេទើបស្លាប់ស្រួលជាងគេដូច្នេះគិតជ្រើសរើសយកវិធីទី3ក្រោយពីសម្រេចចិត្តហើយគិតក៏ធ្វើដំណើរទៅរកស្ពានជ្រោយចង្វានិងអាលោតសម្លាប់ខ្លួនប៉ុន្តែមុននឹងលោតគិតក៏ដើរចុះទៅមើលសិនស្រាប់តែប៉ូលីសឃើញចាប់យកមកសួរចម្លើយដឹងថាចង់សម្លាប់ខ្លួនក៏យកទៅឃុំដាក់ច្រវាក់ដៃនិងច្រវាក់ជើងបងអត់អាហាររួចហើយយកទៅដាក់ជ្រមុជទឹកពីងចិត្តដៃខ្យល់ទាញសក់ក្បាលឡើងហើយរុញសង្កត់ចុះក្នុងទឹកវិញជាច្រើនលើកច្រើនសាររហូតទើបតែបរោះកំសាកស្រែកអង្វរប៉ូលីសថាឈប់ទៅហើយលែងចង់ងើបទៀតហើយគំនិតពិចារណាទី1បើអ្នកចង់ដឹងថាការសម្លាប់ខ្លួនទៅជាខ្មោចមានរសជាតិយ៉ាងម៉េចនោះអ្នកចូលទៅក្នុងទូកញ្ចក់មួយហើយបិទទ្វារឲ្យជិតទុកប្រឡាស់តូចក្រិនដកដង្ហើមពេលនោះយើងនឹងឃើញថាយើងនៅមើលឃើញរូបភាពខាងក្រៅហិតក្លិនឈ្ងុយឆ្ងាញ់នៅខាងក្រៅហើយក៏នៅស្ដាប់ឮដឹងអ្វីគ្រប់យ៉ាងដូចតែមនុស្សធម្មតាអញ្ចឹងប៉ុន្តែมันអាចប៉ះពាល់អោបថើបលិតភ្លក់គឺបានត្រឹមតែឈឺចាប់និងស្រេកឃ្លានប៉ុណ្ណោះព្រោះថាខ្មោចគឺជាអមនុស្សគ្មានរូបរាងកាយតែដួងព្រលឹងនៅតែទទួលការដឹងឮឈឺចាប់ស្រេកឃ្លានដដែលឧបមាថាពេលយើងស្លាប់ទៅប្រពន្ធដ៏ស្រស់ស្អាតសាច់សខ្ចីត្រលុកត្រលុនគេទៅយកប្តីថ្មីទៀតហើយដេកអោបថើបគៀកកាយជាមួយគ្នាតើខ្មោចប្តីឃើញហើយឈឺចាប់យ៉ាងម៉េចទៅ